បាទនេះរបៀបបើក slide យើងយើងដំបូងយើងដកដូចនេះចូលគូវាសិនហើយយើងយកបាទដូចនេះទៅដល់ជាមួយព្រីភ្លើងណាតបមកយើងឃើញភ្លើងវាលោតពណ៌ខៀវណានេះឃើញទេតមកយើងចាំឲ្យវាចេញភ្លើងក្រហមហើយចាំយើងចុចប៊ូតុងបើកចុចតែម្ដងបានហើយបាទនេះអញ្ចឹងមកគឺវាដំណើរការហើយបាទយើងរងចាំវាលោត welcome screen មកសិនណាឲ្យវាចាំវាមកទស្សន៍វាចេញកម្មវិធីមកហើយចាំយើងមួលខាងលើនេះដើម្បី focus វាឲ្យច្បាស់តាមហ្នឹងណាពេលវាចេញមកអញ្ចឹងវាអត់សូវច្បាស់យើងអាខ្មៅនៅលើក្បាលបច្ចេកហ្នឹងយើងមួលវាដើម្បីឲ្យច្បាស់ណាយើងដាក់ចិត្តដាក់ឆ្ងាយអីយើងសេរីអាហ្នឹងទៅដើម្បីឲ្យច្បាស់ខ្លះក៏ដាក់ចិត្តខ្លះក៏ដាក់ឆ្ងាយទៅវាទីតាំងវាខុសគ្នាយើងអាចសេរីអាហ្នឹងទៅវាច្បាស់ហើយបងហើយតមកនេះយើងអាចចុច tele មក tele យើងទិញថ្មដាក់មកគូមកហើយយើងចុចចូល setting នេះមកហើយឃើញមានពាក្យ wifi bluetooth អីហ្នឹងបាទនេះយើង connect wifi មកបាទយើង connect wifi ឈ្មោះរបស់យើងនេះឈ្មោះអីយើង connect មកហើយយើងវាយលេខកូដវាចូលណានេះយើងប្រើ tele វាហ្នឹងណាយើងចុចវាមួយមកអសអញ្ចឹងមកសទូចសធំអីយើងចុចតាមហ្នឹងណាហើយដល់រួចរាល់យើងចុចយកគ្រីសវាមកវាលោតជាប់ហើយបាទនេះ connected ហ្នឹងគឺជាប់ហើយបន្ទាប់មកដល់យើងត្រឡប់ថយក្រោយមកវិញមកយើងអាចចូល YouTube ក៏បានបាទនេះ Bluetooth យើងចង់ connect ទៅបាសយើង connect មកបាទអានេះគឺ YouTube ឥឡូវខ្ញុំសាកចូល YouTube មើលណាបាទចូលទៅគឺវាចាក់នៅនឹងម្ដងតែម្ដងបាទគឺមិនបាច់យើង connect ទូរស័ព្ទក៏វាចាក់បានដែរណាព្រោះវាមានម៉ាស៊ីនវាក្នុងនឹងស្រាប់នេះយើងចាក់មកវាលឺសលេងក្នុងនឹងស្រាប់ណាបើចូលទៅ YouTube វាទា sign in យើង log in វាមកឬក៏យើងថតជា QR code ផ្ញើមកខ្ញុំជួយ log in ជូនក៏បានដែរបាទ YouTube អានេះរបៀបយើងចាក់វីដេអូពីទូរស័ព្ទទៅចូល YouTube អញ្ចឹងយើងចូលមក setting នេះមកយើងរើសយកតាមខ្ញុំនេះមកណានេះ TV code នេះបាទហើយយើងឃើញលេខកូដចេញមកអញ្ចឹងយើងចូល YouTube ក្នុងទូរស័ព្ទយើងចុចអាលើនេះមកណាហើយយើងរើសយកភ្ជាប់ជាមួយកូដទូទស្សន៍ហើយយើងវាយលេខកូដទាំងអស់នឹងចូលណាបាទអាហ្នឹងគឺយើងរបៀបដូរប័ណ្ណចម្រៀងចាក់អីពីទូរស័ព្ទទៅតែវាមិន share screen យើងទៅទេគាត់វាប្រើជាលក្ខណៈយើងដូរចម្រៀងដូរអីបានស្រួលអញ្ចឹងយើងអាចហៅចម្រៀងហៅអីតាមទូរស័ព្ទបានវាយអក្សរខ្មែរវាយអីបានណាអញ្ចឹងយើងចាក់មកយើងវាយចំណងជើងវាយអីចាក់ពីទូរស័ព្ទគឺវីដេអូវាលោតចូលក្នុង slide យើងអូតូទៅហ្មងបាទស្រួលនេះអានេះខ្ញុំមកប្រាប់ពីរបៀបយើងភ្ជាប់ Bluetooth នេះយើងចូល setting នេះមកយើងចុចក្នុងហ្នឹងមកវាមាន Wi-Fi មាន Bluetooth នៅមួយគ្នាណាអញ្ចឹងយើងចូល Bluetooth ហ្នឹងមកណាយើងចុចលើវាមកហើយយើងចុចបើកចឹងមកវាលោតឈ្មោះ Bluetooth យើងមកហើយបាសយើងនឹងយើងបើកឲ្យមកនេះអានេះបាសខ្ញុំឈ្មោះ K12 នេះណានេះដល់ពេលយើងចុចទៅមកសន្ទុះគឺវាជាប់ហើយយើងមុននឹងជាប់យើងមើលបាសយើងកុំឲ្យវាជាប់មួយទូរស័ព្ទផ្សេងឬក៏យើងបិទ Bluetooth ទូរស័ព្ទផ្សេងអស់សិនណាបើយើងធ្លាប់ជាប់អីវាអញ្ចឹងគឺវាប្រើមួយអានេះអត់កើតទេវានៅជាប់ទូរស័ព្ទអញ្ចឹងយើងផ្ដាច់ពីទូរស័ព្ទផ្ដាច់ពី iPad ឬក៏ទូរទស្សន៍អីយើងផ្សេងដែលយើងភ្ជាប់នឹងអស់សិនណាដល់ពេលភ្ជាប់ទៅគឺវាលោតជាប់ប៉ុណ្ណឹងមកគឺយើងចាក់ភ្លេងចាក់ចម្រៀងអីទៅគឺវាលឺក្នុងបាសហ្នឹងហើយបាទនេះគឺវាចេញពាក្យថា in use នៅជាប់ហ្នឹងគឺវាជាប់ណាបាទអរគុណសួស្តីបងប្អូនអរគុណអានេះខ្ញុំមកប្រាប់ពីរបៀបយើង share screen ទូរស័ព្ទចូលណាដំបូងយើងចូល setting មកយើង connect wifi អីឲ្យសិនណានេះ wifi យើង connect wifi ហ្នឹងទូរស័ព្ទយើងក៏ connect wifi ហ្នឹងprojector យើងក៏ connect wifi ហ្នឹងដូចគ្នាណាបើ connect ខុសគ្នាគឺ share screen អត់បានទេណាហើយដល់ពេលយើង connect រួចហើយនេះ wifi ហ្នឹងយើងចូលមកយើងបាយយើងរបស់យើងមួយណាយើងចុចមួយហ្នឹងមកហើយយើងបាយ password ចូលណាហ្នឹងហើយបន្ទាប់មកយើងយក application នេះណាហើយយើងចូលអារូបខាងក្រោមនេះអា quick share នេះហើយយើងចុច tele ណានេះមើល tele ចុចនេះអាខាងឆ្វេងគេបងប្អូននេះយើងចុចអាហ្នឹងមកវាចេញមកចេះចេញមកអញ្ចឹងបើ iPhone គឺយើងអត់មានតម្លើង app អីទេតែបើ Android គឺយើង scan QR code ហ្នឹងណា scan QR code ហ្នឹងដើម្បីតម្លើងមកនេះ iPhone ឲ្យយើងអូសពីខាងលើមកណាយើងយកអាមួយនេះដើម្បី share screen បានណាយើងបើកកម្មវិធីហ្នឹងហើយយើងយកនេះមកគឺវាលោតមកអញ្ចឹងយើងចុចលើហ្នឹងមកគឺ share screen បានឃើញទេនេះយើងចង់ចាក់អីចាក់មកបានធម្មតាអញ្ចឹងហើយចាំមើល Android ខ្ញុំបិទ iPhone មួយសិន Android យើង scan QR code ហ្នឹងមកដល់ពេលដែលយើង install បានហើយនេះកម្មវិធីនេះ quick share នេះឃើញទេនេះ Android ណាអញ្ចឹងយើងបើកកម្មវិធីមកអញ្ចឹងហើយបើយើង share បានណាយើងចូលអាកម្មវិធីលើទូរស័ព្ទយើងមកវាចេញមកអញ្ចឹងយើងយកអាខាងឆ្វេងនេះមកអូខេចាំវាមក play ទៅវាលោតមកអញ្ចឹងហើយយើង break មកហើយវាចេញមកអញ្ចឹងនេះអានេះឈ្មោះ slide របស់យើងយើងចុចហ្នឹងមកហើយយើងចុចអានេះទៀតមកអូខេវាចេញអញ្ចឹងយើង break ឲ្យវិញទៀតណានេះវាចេញមកអញ្ចឹងនេះយើងចុចអាកន្លែង share screen នេះណាចេញមកចេះចុចកន្លែងហ្នឹងមកហើយយើងចុច start now នេះមកនេះទៅហើយឃើញទេនោះយើងចាក់ YouTube ចាក់អីបានហ្នឹងហើយឃើញទេយើងចុចអីវាលោតហ្នឹងទៅអានេះ Android ណាអញ្ចឹងវាប្រើបានទាំងពីរសួស្តីបងប្អូនទាំងអស់គ្នាអានេះខ្ញុំមកប្រាប់ពីរបៀបដែលយើងដោតពី computer ទៅ slide ទៅ machine slide យើងហ្នឹងយើងដោតទៅទូរទស្សន៍ដោតអីក៏បានដែរយើងដោតតាមអាខ្សែនេះណានេះ HDMI នេះអញ្ចឹងយើងដោតទិញខ្សែហ្នឹងមួយណាហើយអាមកចំហៀងយើងដោតមួយ computer យើងមកអារុន HDMI ហ្នឹងណាហើយមួយទៀតយើងដោតមក slide យើងមកបាទហើយរបៀបប្រើវាហ្នឹងគឺគ្រាន់តែយើង slide យើងវាមានអារូប HDMI នេះដែលយើងត្រូវបើក port ហ្នឹងណាអញ្ចឹងយើងគ្រាន់តែបញ្ជា tele យើងហ្នឹង
chích bạc về máu bà thì về vùng tà rô mừ đó chẳng là dương trăm một play tới thì trên màu bà nè nhé đi screen computer loader từng bà rồi nhé nè chẳng dương chích ấy nên đi có viên loader nông đài nè và nó ngờ dương xe tu sắp xe ấy dương miền video hai ói đi dương xe vì computer với nhé chẳng bong bong còn vô từ biển xe rồi có chạm ACC nó cứ chạm ban ngọt bà được phải được sai đang đau màu anh mình nhìn này trơn đấy đau thấy dương chích nông fly dương bạc máu cứ ok đầm đòn và năng ai nhé con trai